តើអ្នកដឹងទេថាអ្វីដែលយើងគិតជារៀងរាល់ថ្ងៃពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់យើងនៅពេលដែលយើងគិតថាយើងមិនអាចធ្វើអ្វីបានគឺយើងអាចនឹងឃើញឧបសគ្គគ្រប់ទីកន្លែងទាំងអស់រារាំងយើងមិនឲ្យធ្វើរឿងនឹងបានប៉ុន្តែបើសិនជាយើងគ្រាន់តែបដូរការគិតរបស់យើងថាខ្ញុំនឹងព្យាយាមធ្វើអញ្ចឹងគឺយើងនឹងអាចចាប់ផ្ដើមឃើញឱកាសផ្សេងៗនិងដំណោះស្រាយផ្សេងៗចូលមកដូចគ្នាការគិតវិជ្ជមាននឹងវាមិនមែនមានន័យថាជីវិតយើងអត់មានបញ្ហានោះទេប៉ុន្តែវាមានន័យថាទោះជាមានបញ្ហាណាក៏ដោយយើងនៅតែជ្រើសរើសរកកម្លាំងចិត្តរៀនពីបទពិសោធន៍និងបន្តដំណើរទៅមុខទៀតអាចសាកល្បងប្រាប់ខ្លួនឯងបន្តិចថាថ្ងៃនេះខ្ញុំនឹងធ្វើអ្វីដែលល្អបំផុតហើយខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំនឹងជ្រើសរើសយកការគិតវិជ្ជមានសូមចងចាំថាការផ្លាស់ប្ដូរតូចមួយក្នុងការគិតរបស់យើងនឹងណាគឺអាចនាំមកនៅការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតរបស់យើងដូចគ្នាចឹងសូមឲ្យអ្នកទាំងអស់គ្នាមានថ្ងៃថ្មីដ៏ល្អពោរពេញទៅដោយក្តីសង្ឃឹមស្នាមញញឹមនិងថាមពលវិជ្ជមានចូលមកក្នុងខ្លួនយើងជារៀងរាល់ថ្ងៃ